បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូដែលខ្ញុំទៅខេត្តសៀមរាបទឹកដីដ៏ស័ក្តិសិទ្ធិផូរផង់របស់យើងដើម្បីធ្វើកិច្ចបួងសួងសូមសេចក្តីសុខប្រចាំឆ្នាំថ្មីសម្រាប់ឆ្នាំថ្មីនិងឆ្នាំម្សាញ់យើងតែម្ដងអញ្ចឹងការទៅសូមសេចក្តីសុខសេចក្តីចម្រើននៅជាប្រចាំឆ្នាំនេះណានៅខេត្តសៀមរាបនេះគឺខ្ញុំតែងតែទៅជាទូទៅមួយឆ្នាំខ្ញុំទៅពីរដងម្ដងគឺនៅដើមឆ្នាំហើយនឹងម្ដងមកកាលអាចនឹងទៅម្ដងទៀតនៅក្នុងខែ9ឬមួយខែ10ខ្ញុំឃើញពីមុនខ្ញុំអត់ដឹងទេខ្ញុំធ្វើតែខ្លួនឯងទេបងប្អូនជាលក្ខណៈគ្រួសារតែមួយរយៈចុងក្រោយនេះខ្ញុំបានគៀងកងបងប្អូនយើងទៅតែមិនបានជាឲ្យគាត់ទៅចូលរួមអីមួយយើងដុតដៃដុតជើងទេត្រឹមតែគាត់ចូលបច្ច័យមួយយើងអីអញ្ចឹងណារួមដំណើរធ្វើកិច្ចបួងសួងនឹងមួយគ្នាចឹងទៅអញ្ចឹងបច្ច័យដែលមកហ្នឹងគឺយើងបានរៀបចំទៅលើការបួងសួងទៅវត្ថុឬមួយក៏គ្រឿងសម្រាប់ធ្វើកិច្ចនឹងផ្សេងៗហ្នឹងគឺយើងធ្វើច្រើនអញ្ចឹងវីដេអូនេះខ្ញុំគ្រាន់តែលើកមួយផ្នែកទូចទេមានន័យថានៅសល់មួយផ្នែកទៀតដែលខ្ញុំអាចដាក់បញ្ចូលបានដោយសារតែយើងបង្ហាញតែមួយចំនួនធំទេបាទបងប្អូនកុំសុំការអធិស្ឋានកន្លែងនេះផងហើយខ្ញុំសង្ឃឹមថានឹងមានឱកាសណាមួយនឹងនាំបងប្អូនទៅហ្មងមានន័យថាយើងបួងគ្នាទៅធ្វើពិធីហ្នឹងនៅទឹកដីសៀមរាបជុំគ្នាឥឡូវខ្ញុំកំពុងតែគិតកន្លែងហ្នឹងណាបាទព្រោះសម័យពេលទៅដល់យើងសម័យឃើញថាអូបើមានបងប្អូនទៅជាមួយច្រើនហ្នឹងមិនដឹងថាសប្បាយយ៉ាងណាអញ្ចឹងនៅក្នុងគម្រោងនៃការគិតនៅឡើយទេតែបើសិនជាបងប្អូនចាប់អារម្មណ៍ថាអូចង់ទៅណាអីណាយើងរៀបចំជាដូចធัวអញ្ចឹងណាបាទទៅទាំងអស់គ្នាអាហ្នឹងអូខ្ញុំសប្បាយចិត្តមិនដឹងថាប៉ុណ្ណាទេហ្នឹងហើយអញ្ចឹងជាចុងក្រោយនេះខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ណាសូមជួយថែរក្សាបងប្អូនឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនទៅទីចិត្តទីឆ្ងាយឈ្នះអស់មានសត្រូវប្រកបកិច្ចការងាររស់ស៊ីធ្វើការសូមឲ្យទទួលបានភាពជោគជ័យរលូនឡើងយុស័ករកស៊ីទទួលទានមានបានគ្រួសារត្រជាក់ត្រជុំហើយបើសិនជាមានសត្រូវណាមកពីមុខអីសូមឲ្យរំលងមកពីខ្នងសូមឲ្យរលាយមកពីឆ្ងាយសូមឲ្យខ្លាចទៅជាមិត្តហើយបើសិនជាមានគ្រោះកាចទាំងឡាយណាសូមឲ្យវិនាសឲ្យអស់ហើយខ្លាចទៅជាលៀបជាយួរជាស័កជាសំណាងដល់បងប្អូនវិញសូមអរគុណ